ប្រាសាទរូបរាងស្អាតបានត្រដែតក្នុងព្រៃអីលើខ្ទេតខ្ទីដោយពួកចង្រៃផ្លងបាញ់ប្រឡ័យបាក់បែកទាំងស្រុងតាមកម្លាំងក្រប្រាសាទអាភពគួររៀបដល់ដៃតែប្រឹងទប់ខ្លួនបង្ហាញពួកអប្រិយឲ្យវាភិតភ័យបាក់ទប់ថយក្រោយទឹកភ្នែកខ្មែរហូរក្នុងចិត្តអាសូរប្រាសាទពន់ពេបាបាកម្មមានសូម៉ែងទួលរេប្រទេសអ្នកបាក់បែកដូចបំណែកប្រាសាទ